បាទក្រុមជំរាបសួរបងប្អូនអរគ្នាចឹងជួបជាមួយនឹងខ្ញុំបាទនៅកន្លឹះខ្លីៗក្នុងការប្រើប្រាស់កុំព្យូទ័រប្រចាំថ្ងៃបាទចឹងថ្ងៃនេះខ្ញុំមានប្រធានបទមួយនិយាយអំពីការបំលែង Microsoft Word ទៅជារូបភាពបាទចឹងយើងធ្វើជា file Word ហ្នឹងទៅជារូបភាពដើម្បីងាយស្រួលក្នុងការផ្ញើចូលទូរស័ព្ទដៃទៅយើងងាយស្រួលក្នុងការមើលជាដើមហ្នឹងបាទអញ្ចឹងយើងមានឧទាហរណ៍ថាខ្ញុំមានឯកសារនេះមួយបាទលិខិតលក់ម៉ូតូហ្នឹងអញ្ចឹងខ្ញុំត្រូវធ្វើជារូបភាពដើម្បីផ្ញើឲ្យគេនៅក្នុងទូរស័ព្ទដៃដើម្បីគេងាយស្រួលមើលព្រោះពេលខ្លះទូរស័ព្ទដៃបើសិនយើងផ្ញើ file Word ទៅអាចបើកអត់ចេញឬក៏បើកទៅវារត់ញ៉ៃអីដើមហ្នឹងអញ្ចឹងទី1ដើម្បីធ្វើជារូបភាពបានយើងត្រូវ save file ហ្នឹងជា PDF សិនអញ្ចឹងយើងដើម្បី save គឺយើងចូលទៅពាក្យថា file ហ្នឹងយកពាក្យថា save as ហើយបន្ទាប់មករើសទីតាំងនៃការផ្ទុកឯកសាររបស់យើងមកបាទអញ្ចឹងកន្លែងនេះរើសជា PDF អញ្ចឹងហើយបន្ទាប់មកចុចពាក្យថា save មកបាទយើងចុចពាក្យថា save ហើយវាខ្លាយវាជា PDF ហើយខ្ញុំបិទសិនហើយខ្ញុំបិទអស់ដើម្បីចូលទៅមើលទីតាំងរបស់វាហ្នឹងនេះអញ្ចឹងវាមាន file Word មួយ PDF មួយអញ្ចឹងយើងត្រូវយក PDF នេះបំលែងទៅជារូបភាពបន្តទៀតបានអញ្ចឹងដើម្បីបំលែងអញ្ចឹងគឺយើងបើក PDF ហ្នឹងមកភាសា PDF ខ្ញុំនេះខ្ញុំត្រូវបើកមួយ PDF មួយនេះដើម្បីអាច save ជារូបភាពបានអញ្ចឹងយើងចុចលើ Adobe នេះមក Adobe Acrobat ហ្នឹងមកបាទហើយតមកយើង save យើងចូល file យកពាក្យថា save as ហើយរើសទីតាំងដូចគ្នាយើងមានកន្លែងណាដែលយើងចង់ទុកចំណាំខ្លួនឯងគឺយើងទុកនៅកន្លែងហ្នឹងហើយតមកខាងក្រោមនេះ save as Thai យើងរើសជា JPG មកអញ្ចឹងវាជា file រូបភាពហើយបាទអញ្ចឹងប៉ុណ្ណឹងហើយយើងចុចលើពាក្យថា save មកគឺ save បានហើយអញ្ចឹងវាខ្លាចជារូបភាពហើយបិទវាមកទៀតបាទនេះអញ្ចឹងវាមាន file ជារូបភាពហ្នឹងយើងផ្ញើបាញ់ចូលទូរស័ព្ទដៃឲ្យបានបើកមើលក្នុងទូរស័ព្ទដៃបានឬក៏ជំរើសមួយទៀតនៅពេលដែលយើង save ជា PDF អញ្ចឹងហើយយើងបើកយើងអត់មានកម្មវិធីបើកPDF ហ្នឹងដើម្បី save ជារូបភាពយើងអាចធ្វើចឹងបានយើងបើកមួយ Photoshop អញ្ចឹងយើងមកស្ដាំមកយកបាទមកស្ដាំយក Open with ហើយបន្តមកយកជាមួយ Adobe Photoshop មកបាទអញ្ចឹងចុចលើ Adobe Photoshop ហ្នឹងហើយរងចាំវាដើរចេញមកដល់កន្លែងនេះគឺយើងរើសវាជា page អញ្ចឹងហើយកន្លែងនេះយើងយកជា art box អានេះយកជា RGB color អីចឹងទៅបាទហើយបន្តមកយក OK មកបាទចុចលើ OK ទៅវាធ្លាក់ចូលក្នុង Photoshop ហើយយើងក៏ទៅ save ចេញវិញមកអញ្ចឹងយើងដើម្បី save ក្នុង Photoshop យកពាក្យថា file បាទចុចពាក្យថា file ហើយយក export ហើយយក export as អញ្ចឹងយក export as អញ្ចឹងមកហើយយើងចូលទៅនេះបាទ export as ហើយយើងមើលឡើងនេះប្រភេទ file ហ្នឹងរើសជា JPG អញ្ចឹងមកវាមាន PNG ឬ GIF អីតែយើងយកជា JPG មកបាទហើយអានេះកម្រិតភាពច្បាស់វាយើងដាក់ gold ក៏បាន excellent អីក៏បានដែរចង់កាន់តែច្បាស់ហើយបន្ទាប់មកយើងយកពាក្យថា export បាទអញ្ចឹងចុចលើ export ហ្នឹងមកអញ្ចឹងកន្លែងនេះគឺរើសទីតាំងដូចគ្នាមិនដែរបាទអញ្ចឹងខ្ញុំចូលទៅទុកនៅកន្លែងជាមួយគ្នាមិញហើយដាក់កតុយនេះឲ្យវាខុសគ្នាគណៈវាដូចគ្នានឹងមុនហ្នឹងគឺវាជន់នេះហើយអញ្ចឹងយើងដាក់ខុសគ្នាមកហើយយកបាទហើយយក save មកប៉ុណ្ណឹងហើយបាទអញ្ចឹងយើងទៅបើកមើល file ហ្នឹងវាមានអត់បាទនេះមានកតុយលេខ1អញ្ចឹងវាជារូបភាពដូចគ្នាពីហ្នឹងយើងប្រើមួយណាក៏បានដែរបាទអញ្ចឹងវីដេអូនេះមានប៉ុណ្ណឹងហើយបាទអរគុណជម្រាបលាបាទ